ជាដំបូងសូមគោរពជំរាបសួរដល់អ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីហើយនៅក្នុងថ្ងៃនេះខ្ញុំមានការចាប់អារម្មណ៍ពីអាវុធប្រឆាំងដ្រូនមួយចំនួនហើយនឹងលើកយកមកបង្ហាញអ្នកទាំងអស់គ្នាកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើកគឺជាឧបករណ៍ឯកទេសដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយការរំខានដល់ប្រព័ន្ធទំនាក់ទំនងឬការហោះហើររបស់ពួកវាកាំភ្លើងទាំងនេះគឺជាធម្មតាប្រើការរំខានដល់ហ្វ្រេកង់ឬការជិះជ្រែក GPS ដើម្បីបង្ខំឲ្យយន្តហោះគ្មានមនុស្សបើកចុះចតឬទៅរកទៅកាន់អ្នកបញ្ជាវិញកាំភ្លើងប្រឆាំងដ្រូនជារឿយៗត្រូវបានគេប្រើប្រាស់ដោយភ្នាក់ងារអនុវត្តច្បាប់កងយោធានិងសន្តិសុខដើម្បីទប់ស្កាត់សកម្មភាពដ្រូនដែលគ្មានការអនុញ្ញាតហើយដែលនេះខ្ញុំសូមលើកយកកាំភ្លើងប្រឆាំងដ្រូនកម្ពុជាចំនួន4ដែលមានសមត្ថភាពអាចរំខានហ្វ្រេកង់និង GPS ដែលត្រូវបានបំពាក់ដោយកងអន្តរាគមន៍ពិសេសរបស់កម្ពុជាទី1 HQLF 069 HQLF 069 Portable UAV Jamming Gun របស់ប្រទេសចិនគឺជាអាវុធប្រឆាំងយន្តហោះដ្រូនគ្មានមនុស្សបើកទម្ងន់ស្រាលប្រហែល 2.83 គីឡូក្រាមនិងងាយចល័តដែលត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ UAV ដោយរំខានដល់ប្រព័ន្ធទំនាក់ទំនងនិងប្រព័ន្ធកំណត់ទីតាំងរបស់វា Navigation System វាដំណើរការប្រឆាំងមានកម្រិតជាច្រើនដូចជា 0.9 1.6 2.4 5.8 GHz និងកម្ចាត់ដ្រូនយ៉ាងមានប្រសិទ្ធភាពក្នុងចម្ងាយច្រើនជាងឬស្មើ 2000 ម៉ែត្រកាំភ្លើងប្រឆាំងដ្រូននេះអាចដំណើរការបានលើសពី4ម៉ោងហើយត្រូវបានបំពាក់ដោយមុខងារដូចជាអេក្រង់បង្ហាញសម្រាប់ត្រួតពិនិត្យនិង Quick Jamming Time តិចជាង3សេកិនវាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងតំបន់ដូចជាអាកាសយានដ្ឋានកន្លែងរដ្ឋាភិបាលនិងព្រឹត្តិការណ៍ធំៗដើម្បីធានាសុវត្ថិភាពដែនអាកាសតម្លៃប្រហែល 1.1 ទៅ 1.3 ម៉ឺនដុល្លារក្នុងមួយគ្រឿងទី2 The Drone Gun Tactical Drone Gun Tactical របស់អូស្ត្រាលីគឺជាកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើកដែលរចនាបថកាំភ្លើងចល័តដែលត្រូវបានរចនាឡើងដើម្បីរំខាន UAV ដែលគ្មានការអនុញ្ញាតដោយការរំខានដល់ប្រព័ន្ធទំនាក់ទំនងនិង Navigation System ដោយប្រើអង្តែនតម្រង់ទិសដែលមានប្រសិទ្ធភាពខ្ពស់វាដំណើរការដោយធ្វើការរំខានដល់ហ្វ្រេកង់គ្រប់គ្រងជាធម្មតា 2.4 GHz និង 5.8 GHz និងសញ្ញា GPS GLONASS ដោយបង្ខំឲ្យយន្តហោះគ្មានមនុស្សបើកត្រឡប់ទៅអ្នកបញ្ជាបង្ខំដ្រូនឲ្យនៅនឹងរហូតដល់អស់ថ្មឬធ្វើការចោះចតជាបន្ទាន់ជាមួយនឹងប្រតិបត្តិការបានចម្ងាយលើសពី2គីឡូម៉ែត្រវាជួយការពារពីការវាយប្រហារឬការបង្កផលប៉ះពាល់ដល់រាងកាយដែលធ្វើឲ្យវាល្អសម្រាប់ការប្រើប្រាស់ក្នុងវិស័យយោធាការអនុវត្តច្បាប់សេណារីយ៉ូការពារហេតុដ្ឋានព័ន្ធសំខាន់ៗហើយតម្លៃរបស់វាប្រហែលជា $10,000 ទី3 KDY 300 UAV Portable Drone Handheld Jamming ក្នុងទម្ងន់3គីឡូក្រាមតម្លៃប្រហែល $5,000 ឡើងកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើកចល័ត KDY 300គឺជាកាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើកក្នុងរយៈកម្ពស់ទាបដំបូងគេដែលដាក់ដំណើរការដោយក្រុមហ៊ុន Kengo តាមរយៈតំណភ្ជាប់ទិន្នន័យទំនាក់ទំនងតំណភ្ជាប់បញ្ជូនរូបភាពនិងតំណភ្ជាប់ Navigation System របស់យន្តហោះគ្មានមនុស្សបើក KDY 300សម្រាប់បាននូវគោលបំណងនៃការកាត់ផ្តាច់ទំនាក់ទំនងនិង Navigation System រវាងដ្រូននិងឧបករណ៍បញ្ជាពីចម្ងាយដូច្នេះបង្ខំឲ្យដ្រូនចុះចតដោយស្វ័យប្រវត្តិឬបើកវាងទៅឆ្ងាយព្រមទាំងការពារសុវត្ថិភាពនៃលំហអាកាសកម្ពស់ទាបទី4 HQLF 06Fកាំភ្លើងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក HQLF 06S ជាផលិតផលរបស់ប្រទេសចិនលក្ខណៈពិសេសដោយវាមានទំហំតូចទម្ងន់ស្រាលត្រឹមតែ 2.9 គីឡូក្រាមនិងងាយស្រួលដាក់តាមខ្លួនអង្តែនខាងក្រៅងាយស្រួលជំនួសនិងសាមញ្ញក្នុងការដំណើរការវាអាចចាប់និងគ្រប់គ្រងវិធានការប្រឆាំងនឹងយន្តហោះដ្រូនគ្មានមនុស្សបើកក្នុងគ្រប់ទិដ្ឋភាពនិងសម្រេចបាននូវការបញ្ជាការចោះចតដោយបង្ខំនិងការបណ្ដេញយន្តហោះដ្រូនគ្មានមនុស្សបើកត្រឡប់ទៅកាន់កន្លែងដើមវិញនៅរយៈចម្ងាយចាប់ពី 1,500 ម៉ែត្រយើងអាចប្រើប្រាស់វាបំពាក់នៅលើរថយន្តចល័តសម្រាប់រាវរករ៉ាដាកម្ពស់ទាបប្រព័ន្ធ GPS ឧបករណ៍តាមដាន Photoelectric និងប្រព័ន្ធផ្សេងៗទៀតតម្លៃរបស់វាប្រហែលពី $5,800 ទៅ $6,800 ក្នុងមួយគ្រឿងហើយជាចុងបញ្ចប់សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់